ពេលនាងផាត់មុខរំកិលកញ្ចក់បន្តិចឃើញបុរសនោះកំពុងតែលួចចាក់អ្វីម្យ៉ាងចូលក្នុងកែវនាងភ្ញាក់ផ្អើលខ្លាំងព្រោះថ្មីនេះមានករណីបាត់ខ្លួនជាច្រើនម្យ៉ាងទៀតនាងនឹកឃើញថាពេលចូលមកបង្រៀនកូនស្រីបុរសនេះតែរកមិនឃើញរបស់របរក្មេងស្រីសោះទាំងរូបថតក៏គ្មានដែរធ្វើឲ្យនាងដឹងថាបុរសនេះអាចជាជនល្មើសក្នុងករណីបាត់ខ្លួនដូច្នេះនាងក៏ប្រញាប់ក្រោកឡើងរកលេដើម្បីចាក់ចេញតែបុរសនោះក៏ចាប់នាងជាប់នាងឆ្លៀតឱកាសទាត់មួយជើងហើយរុញទ្វាររត់ចេញក្រៅពេលបុរសនោះដេញតាមនាងក៏ជិះជណ្ដើរយន្តចេញទៅនាងធូរទ្រូងគិតថាផុតគ្រោះតែពេលជណ្ដើរយន្តបើកភ្លាមបុរសនោះឈរចាំនាងនៅខាងក្រៅបាត់ទៅហើយគាត់បង្ហាញចរិតពិតទាញនាងឲ្យត្រឡប់ទៅវិញដោយបង្ខំតែនៅពេលដ៏សំខាន់នេះមានអ្នកដើរផ្សារពីរអ្នកដើរកាត់នាងក៏ស្រែកសុំជំនួយភ្លាមHarrier ខ្ញុំដឹងថាម៉ាក់ខ្ញុំនិយាយស្ដីមិនល្អទេតែគាត់ធ្វើទាំងអស់ហ្នឹងក៏ដើម្បីខ្ញុំដែរមិនអីទេលើកលែងឲ្យម៉ាក់ខ្ញុំម្ដងទៅម៉ាក់ខ្ញុំនិយាយស្ដីមិនពីរោះតែខ្ញុំមិនស្គាល់អ្នកផងនាងត្រូវគេខ្ទប់មាត់មិនអាចបកស្រាយបានតតែសោះធ្វើឲ្យគេយល់ច្រឡំថាជាគូស្នេហ៍មានបញ្ហានៅផ្ទះពេលនោះនាងក៏ត្រូវគេអូសចូលក្នុងផ្ទះវិញនាងអស់ផ្លូវហើយឃើញថាចិត្តនឹងត្រូវគេបង្ខំឲ្យផឹកទឹកនោះនាងឆ្លៀតពន្យាពេលដោយប្រាប់ថាខ្លួនមានលុយច្រើនបើលែងនាងឲ្យប៉ុន្មានក៏បានតែបុរសនោះមិនជឿតតែសោះពេលនោះស្រាប់តែទូរស័ព្ទរបស់នាងរត់ឡើងនាងនិយាយបានតែពីរម៉ាត់ក៏ត្រូវបុរសនោះចុចផ្ដាច់បាត់តែគាត់នឹងស្ដាយក្រោយភ្លាមដោយសារតែបងប្រុសនាងមានទ្រព្យរាប់ពាន់លានគ្រប់ដណ្ដប់ទាំងខ្មៅទាំងស្ពេលើថាប្អូនមានរឿងគាត់ក៏តាមដានទីតាំងទូរស័ព្ទរួចនាំបងប្អូនរាប់រយនាក់ទៅដល់ទីនោះតែមុននឹងទៅដល់គាត់បានខលទូរស័ព្ទមួយអេលោកចាំងមានការអីមិនក៏ខលមកយប់ម្លេះមានរឿងអីបន្ទាន់ឬចេនប៊ីនប្អូនស្រីខ្ញុំដូចជាមានរឿងហើយគ្រោះថ្នាក់ណាស់នៅក្បែរធម្មជាតិអ្នកស្គាល់ច្បាស់ជួយរកផងខ្ញុំនឹងនាំមនុស្សនឹងទៅដល់ចាប់នេះប្អូនស្រីអ្នកកំពុងរៀនគូនៅផ្ទះឧក្រិដ្ឋជនដឹងភ្លាមថានាងដែលវាចាប់ជំរិតអាចជាប្អូនស្រីលោកជាងដើម្បីបញ្ជាក់គេក៏ប្រញាប់បើកាបូបនាងពេលឃើញរូបថតជាមួយលោកជាងគេភ័យស្លន់ស្លោភ្លាមនាងពិតជាកូនអ្នកធំមែនឧក្រិដ្ឋជនដឹងថាខ្លួនជួបគ្រោះធំដូច្នេះគេក៏ធ្វើចិត្តខ្លាំងក៏ចាប់នាងវាឲ្យសន្លប់ដាក់ក្នុងការ៉ុងត្រៀមលួចចេញយកនាងចេញតែលោកជាងមកដល់មាត់ទ្វារលោកជាងមិនក៏លោកមកខ្ញុំកំពុងត្រៀមទៅរកនាងសុំទោសឆេនមីងយប់ហើយខ្ញុំនៅតែមកបង្កភាពរំខានដល់អ្នកកុំនិយាយបែបនេះអ្នកជួយខ្ញុំច្រើនណាស់អ្នកមករកខ្ញុំឲ្យជួយខ្ញុំសប្បាយចិត្តណាស់តោះយើងទៅរកនាងសិនទៅលោកសៀងមានរឿងអីនេះគ្រឿងលម្អពីកាបូបប្អូនស្រីខ្ញុំតានេះបានមកពីណាខ្ញុំរើសបានពេលត្រឡប់មកផ្ទះនេះច្បាស់ជាគ្រឿងលម្អរបស់កញ្ញាធំហើយខ្ញុំឲ្យគេធ្វើជាពិសេសគ្មានអ្នកផ្សេងមានទេខ្ញុំមិនច្រឡំទេលោកគ្រូចិនមិញតើអ្នករើសគ្រឿងនេះបានពីណាខ្ញុំរើសបាននៅតាមផ្លូវទេលោកចាងប្រហែលកញ្ញាធំធ្វើឲ្យបាត់ហើយតោះទៅចាំបន្តិចសិនលោកមិនទៀតហើយមានការអីយើងត្រូវទៅរកកញ្ញាធំទេរងចាំយូរនាងរឹតតែគ្រោះថ្នាក់ខ្ញុំគួរលាក់បាំងរឿងអីទៅប៉ុន្តែមើលទៅប្អូនស្រីខ្ញុំហាក់ដូចជាមានបំណងច្រើនណាស់យ៉ាប់ហើយលោកជាងមកដល់បាត់លោកជាងនេះដំឡូងម៉ែខ្ញុំផ្ញើមកស្រស់ណាស់ម៉ែខ្ញុំគាត់ផ្ដាំឲ្យខ្ញុំយកមកឲ្យអ្នកភ្លក់សាកមើលអ្នកមានគុណធំធេងលើខ្ញុំពួកខ្ញុំចងចាំជានិច្ចគ្រាន់តែប៉ុន្មានថ្ងៃនេះខ្ញុំជឿមិនទាន់បានជឿទេអរគុណច្រើនដែលបានគិតដល់ឥឡូវប្រញាប់ចុះទៅរកប្អូនស្រីខ្ញុំភ្លាមទៅលោកជាងគឺនៅទីនេះខ្ញុំរកឃើញគ្រឿងអលង្ការរបស់នាងតូចនៅត្រង់នេះរបស់នាងនឹងចុះកាមេរ៉ាសុវត្ថិភាពនៃណាមានកាមេរ៉ាទេសំណាងណាស់ខ្ញុំបានបំផ្លាញកាមេរ៉ានៅទីនេះហើយបើមិនដូច្នោះទេពិបាកពន្យល់ទេលោកជាងផ្លូវនេះគ្មានកាមេរ៉ាទេនាងតូចបាត់ខ្លួននៅក្បែរនេះច្បាស់ជាអ្នកម្ខាងទៀតស្គាល់ទីនេះច្បាស់ណាស់ខ្ញុំជឿថានាងតូចគួរតែនៅក្បែរនេះទេ
ប្អូនយើងចែកគ្នាទៅរកត្រូវតែរកនាងតូចឲ្យឃើញបន្ទាប់ពីឪពុកម្ដាយខ្ញុំទទួលមរណភាពប្អូនស្រីខ្ញុំជាសាច់ញាតិម្នាក់គត់ខ្ញុំត្រូវតែរកនាងឲ្យឃើញលោកជាងដីធ្លីជាងរបស់យើងមានឃ្លាំងដែលគេបោះបង់ចោលក្បែរទីនេះខ្ញុំតែងតែមើលការខុសត្រូវវាខ្ញុំនឹងទៅមើលឥឡូវនេះទាញវីដេអូឃ្លាំមើលក្នុងសង្កាត់នេះមកទាំងអស់អ្នកត្រូវតែរកប្អូនស្រីខ្ញុំឲ្យឃើញឲ្យតតែបានអាយ៉ាសួស្ដីសូមសួរថាតើអ្នកធ្លាប់ឃើញនារីម្នាក់នេះទេអ្នកនាងតូចកន្លែងនេះអ្នកនៅមិនបានទេខ្ញុំនឹងនាំអ្នកទៅកន្លែងមួយល្អទៅគ្រប់គ្នារូបរាងមកលឿនជួយផងខ្ញុំត្រូវគេចាប់ចម្រិតសូមមេត្តាដោះលែងខ្ញុំទៅពួកយើងក៏ត្រូវបានគេចាប់ចម្រិតមកទីនេះដែរពួកយើងមិនហ៊ានរត់ទេហើយក៏មិនហ៊ានដោះលែងអ្នកដែរអ្នកបើមិនដូច្នេះទេគាត់នឹងវាយពួកយើងស្លាប់ហើយអ្នកទើបតែមកដល់ទេគ្រាន់តែស្ដាប់បង្គាប់គាត់មិនវាយអ្នកទេបើយើងលែងអ្នកគាត់ច្បាស់ជាសម្លាប់ពួកយើងមិនខានទេស្ដាប់តាមពួកខ្ញុំទៅបើអ្នកស្ដាប់បង្គាប់គេអ្នកនឹងអាចរស់បានពួកខ្ញុំស្ដាប់តាមគេត្រូវគេបង្ខំឲ្យដេកជាមួយបើមិនដេកត្រូវគេវាយទៀតបើត្រូវគេចាប់ចម្រិតមកម្លេះចុះហេតុអ្វីអ្នកមិនរត់គេចរត់មិនរួចទេពេលចាប់បានវិញគេវាយពួកខ្ញុំស្ទើរតែស្លាប់ទៅហើយសូមកុំនិយាយពាក្យទាំងនោះបើគេឮពួកយើងមុខជីវិនីហើយតើគេខូចឈើខ្លាំងប៉ុណ្ណាទៅខ្លាចរហូតដល់មិនហ៊ានគិតរឿងរត់សោះបងទាំង3ខ្ញុំត្រូវគេចាប់មកហើយពួកអ្នកក៏មើលខ្ញុំដែរខ្ញុំមិនអាចរត់បានទេជួយដកខ្សែចំណងនេះផងខ្ញុំឈឺដៃណាស់ឈឺណាស់ប៉ៃលូគេមិនអនុញ្ញាតឲ្យពួកយើងដោះចំណងទេអ្នករត់ទៅបើអ្នករត់ពួកយើងនឹងវិនិច្ឆ័យហើយលោកគ្រូចាងអ្នកទៅណាលោកចាងមួយយប់នេះយើងរកពេញបរិវេណផ្ទះហើយនៅតែមិនឃើញដាចេនមីងក៏នៅស្ងាត់ដំណឹងទេប្រហែលកំពុងរកហើយលោកគួរតែត្រឡប់ទៅសម្រាប់សិនសុខភាពសំខាន់ជាងអ្វីទាំងអស់រកប្អូនស្រីខ្ញុំមិនឃើញទេតើឲ្យខ្ញុំធ្វើចិត្តសម្រាប់បានពិបាកអ្នកហើយអ្នកបន្តរកចុះជូនដំណឹងទៅអ្នកណារកប្អូនខ្ញុំឃើញនឹងទទួលបានផ្ទះមួយខ្នងអ្នកមីងឃើញប្អូនស្រីខ្ញុំទេនាងត្រូវគេចាប់ពង្រត់នៅទីនេះយប់មិញភរិយាកុំញ៉ៃញ៉ៃអីខ្ញុំមកកុំញ៉ៃញ៉ៃពេកអ្នកបំភ័យខ្ញុំណាស់ខ្ញុំមិនមែនភរិយាអ្នកទេខ្ញុំមិនមែនរបស់អ្នកចាប់ពង្រត់វាគ្រាន់តែជាបញ្ហាផ្ទៃក្នុងប្តីប្រពន្ធនិងម្ដាយក្មេកទេមិនក៏ថាខ្លាចជាការចាប់ចម្រិតនាងមិនទាន់រៀបការផងតាមានម្ដាយក្មេកឯណាឬមួយនាងត្រូវគេចាប់មែនអ្នកមីងឃើញនាងនៅណាប្រាប់ខ្ញុំមកដូចជានៅលើអគារនោះមិនមែនជាកន្លែងលោកឈិនមីងទេឡើងទៅអគារនោះភ្លាមទាញកាមេរ៉ាសុវត្ថិភាពអគារនោះមកឲ្យខ្ញុំចុងវូជប់តម្រង់ឥឡូវនេះទៅការប្អូនស្រីខ្ញុំខលវីដេអូគឺនៅឃ្លាំងបញ្ជីទំនិញនេះឯងទៅឃ្លាំងនោះ